ចំណុចត្រួតពិនិត្យមុនសម្រាប់ចាត់ទិញខុនដូកុំឲ្យស្ដាយក្រោយទិញខុនដូកុំមើលតែតម្លៃត្រូវមើលឲ្យដល់តម្លៃនៃជីវិតរស់នៅចំណុចទី1ទីតាំងនិងសក្តានុពលតំបន់ location កុំមើលតែសម្រស់អគារត្រូវត្រួតពិនិត្យមើលថាតើទីតាំងនោះនៅជិតកន្លែងធ្វើការសាលារៀនឬមន្ទីរពេទ្យដែរឬទេដែលសម្រួលឲ្យយើងការរស់នៅប្រចាំថ្ងៃគឺមានភាពងាយស្រួលចំណុចសំខាន់បំផុតត្រូវត្រួតពិនិត្យមើលលើហេដ្ឋារចនាសម្ព័ន្ធជៀសវាងផ្លូវលិចទឹកឬក៏កកស្ទះខ្លាំងហើយកាន់តែសំខាន់ជាងនោះទៅទៀតគឺត្រូវពិនិត្យទៅលើផលចំណេញនៅថ្ងៃអនាគតចំណុចទី2ពិនិត្យមើលប្លង់និងឯកសារផ្លូវច្បាប់ legal status មុនកក់ប្រាក់ត្រូវសួរនាំឲ្យច្បាស់អំពីប្លង់រឹង hard title ឬក៏ strata title សួរនាំឲ្យច្បាស់អំពីប្រភេទប្លង់កម្មសិទ្ធិត្រូវប្រកាសថាគម្រោងមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវជៀសវាងគម្រោងជាប់គាំងចំណុចទី3គុណភាពសំណង់និងការរចនា quality and design កុំជឿតែលើរូបភាព 3D បើអាចទៅមើលការដ្ឋានផ្ទាល់ឬក៏ទៅមើលបន្ទប់គំរូទៅពិនិត្យមើលគុណភាពសំណង់ប្រព័ន្ធទឹកភ្លើងនិងប្រព័ន្ធការពារសំឡេងហើយនិងទំហំជាក់ស្ដែងពិនិត្យមើលទំហំផ្ទៃកន្លែងជាក់ស្ដែង net area មិនមែនមើលតែទំហំរួម gross area នោះទេចំណុចទី4សេវាគ្រប់គ្រងនិងថ្លៃចំណាយប្រចាំខែ management fee ទិញខុនដូមិនមែនចាប់ត្រឹមបង់លុយថ្លៃផ្ទះនោះទេអ្នកត្រូវដឹងពីតម្លៃសេវាគ្រប់គ្រង management fee ប្រចាំខែថ្លៃចំណតការថែទាំអាងហែលទឹក gym swimming pool ហើយនិងកន្លែងសួនច្បារនិងកន្លែងផ្សេងៗជាច្រើនទៀតបើសេវាទាំងអស់នេះថ្លៃពេកនឹងក្លាយជាបន្ទុករបស់អ្នកថ្ងៃក្រោយចំណុចទី5លទ្ធភាពហិរញ្ញវត្ថុនិងលក្ខខណ្ឌបង់ប្រាក់ financial plan តើអ្នកនឹងទិញដាច់ឬក៏បង់ជាមួយម្ចាស់គម្រោងឬក៏ខ្ចីធនាគារត្រូវគណនាការប្រាក់ឲ្យបានច្បាស់លាស់ជ្រើសរើសប្រភេទនៃការបង់ប្រាក់ទៅតាមលទ្ធភាពដែលគម្រោងផ្ដល់ជូនជ្រើសរើសប្រភេទនៃការបង់ប្រាក់ទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានកុំទាន់ទិញតាមគេបើសិនជាប្រភពចំណូលរបស់អ្នកមិនទាន់មានស្ថិរភាពគ្រប់គ្រាន់សម្រាប់បង់ប្រចាំខែ